យុទ្ធសាស្ត្រល្អប៉ុណ្ណាក៏អាចបរាជ័យបើអ្នកខ្វះ3ចំណុចនេះនៅក្នុងជីវិតនិងការងារប្រចាំថ្ងៃយុទ្ធសាស្ត្រគ្រាន់តែជាផែនទីតែប៉ុណ្ណោះវាមិនមែនជាកម្លាំងរុញច្រាននោះទេតើអ្នកធ្លាប់ឆ្ងល់ទេមនុស្សខ្លះមានផែនការច្បាស់លាស់យុទ្ធសាស្ត្រឆ្លាតវៃនិងខួរក្បាលខ្លាំងពូកែប៉ុន្តែហេតុអ្វីបានជាជោគជ័យរបស់ពួកគេមានអាយុកាលត្រឹមតែរយៈពេលខ្លីខាងក្រោមនេះគឺជាមូលហេតុទាំង3យ៉ាងទី1ខ្វះភាពអត់ធ្មត់នឹងការសហការយុទ្ធសាស្ត្រល្អប៉ុណ្ណាក៏ដោយបើធ្វើបានតែ3ថ្ងៃហើយបោះបង់វានឹងគ្មានន័យឡើយការធ្វើសកម្មភាពតូចៗជាប្រចាំគឺសំខាន់ជាងផែនការធំដុំដែលនៅលើក្រដាសទី2ខ្វះការបត់បែនក្នុងជីវិតពិតមនុស្សខ្លះជាប់ជំពាក់នឹងយុទ្ធសាស្ត្ររបស់ខ្លួនឯងខ្លាំងពេករហូតភ្លេចមើលការផ្លាស់ប្ដូរនៃពិភពខាងក្រៅនៅពេលមានបញ្ហាយុទ្ធសាស្ត្រលើក្រដាសមិនអាចជួយបានទេប្រសិនបើខ្វះការបត់បែនទី3ខ្វះអារម្មណ៍នឹងការគ្រប់គ្រងខ្លួនឯងចំណេះដឹងនិងយុទ្ធសាស្ត្រអាចនាំអ្នកទៅរកចំណុចកំពូលបានប៉ុន្តែអត្តចរិតនឹងការគ្រប់គ្រងអារម្មណ៍ទៅជាអ្វីដែលរក្សាអ្នកឲ្យឈរនៅលើចំណុចកំពូលបានយូរអង្វែងចូលចាំថាយុទ្ធសាស្ត្រល្អសកម្មភាពពិតប្រាកដនិងថាមពលមិនចេះរីងស្ងួតទៅជាមូលដ្ឋានគ្រឹះនៃជោគជ័យយូរអង្វែង